ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះដែរយើងនឹងមកបង្ហាញពី basic command មួយចំនួនទៀតហើយនឹងCMD សម្រាប់ monitor hardware ឥឡូវយើងចាប់ផ្ដើមមកគឺយើង log in ចូលទៅក្នុង SSH របស់យើងមកយើងមុនដំបូងគឺយើង check IP របស់យើងសិនមក192 166 110 273យើងតេស្ត ping មុនមកតាមមកទៀតយើង log in SSH ឈ្មោះ server យើង hashtag ហើយ IP យើងហ្នឹងមក password ហើយឥឡូវមុនចូលយើងត្រូវយើងនៅស្គាល់whoami pwr ls ហើយ ls-h lh ហើយ clear ហ្នឹង command មួយចំនួនដែលយើងនឹងយកមកប្រើឥឡូវយើងដាក់ whoami សិនមកដើម្បីដឹងថាយើងចូល server ត្រូវហើយ cwd ក៏ត្រូវដែរតាមមកទៀតឥឡូវយើងចូលមកលេខ1 check computer name អញ្ចឹងដើម្បី check computer name បានគឺយើងដាក់ពាក្យ local host name ទៅសេពាក្យ host name មកវាចេញមកហើយអញ្ចឹងមានន័យថាយើងធ្វើត្រូវហើយតាមមកទៀតទី2គឺ create file ដើម្បី create file យើងទៅសេពាក្យ touch ហើយ file name មក touch .txt ពេលយើងបង្កើតអញ្ចឹងយើងអត់ដឹងថាយើងបានបង្កើត success ហើយអញ្ចឹងយើងអាចប្រើ ls បានដើម្បីមើលដើម្បីថាយើងបង្កើតមកអត់ ls ឃើញយើងបង្កើតមកនេះ ls ឃើញយើងមានពាក្យថា sort.attack អញ្ចឹងតាមមកទៀតយើងមើលវិធីទី3 copy file ដើម្បី copy file បានយើងគ្រាន់តែទៅសេcp មកហើយយើងដាក់ឈ្មោះ file ដែលយើងចង់ប្រើគឺ o មកតាមមកទៀតយើងទៅសេឈ្មោះថ្មីមួយឲ្យយើងសួរមើលហើយយើងដាក់មក cp sort.txt ហើយយើងចង់ copy file ហើយយើងសេឈ្មោះថ្មីយើងចង់និយាយថានេះយើងសេ san.txt ហ្នឹងទៅយើងបង្កើតហើយដើម្បីមើលដឹងយើងដាក់ ls មកដើម្បីមើលនេះយើងបានបង្កើតហើយយើង clear មកតាមមកទៀតឥឡូវយើងដល់ទី4គឺយើង enter notepad ពេលយើងបង្កើត exe មិញយើងចង់ទៅសេ text នៅក្នុងហ្នឹងដើម្បីទៅសេបានយើងទៅសេ nano ឈ្មោះ file nano.txt នេះយើងចូលមកហើយនេះ command មួយចំនួនដើម្បីប្រើប្រាស់របស់វាឥឡូវយើងទៅសេមក hello world my name ហើយឥឡូវដើម្បី exit វាគឺយើងនេះមក control x ហើយយើងចុច y yes or no ហើយ cancel yes ហើយ enter ហើយយើងចេញមកហើយឥឡូវដល់ទី5 show text in notepad យើងបង្ហាញ text ដែលយើងទៅសេបានវិញអញ្ចឹងដើម្បីទៅសេបានយើងទៅសេពាក្យ cat មកហើយឈ្មោះ file របស់យើង cat sort.txt នេះ hello name my name is sort តាមមកទៀតយើង remove ម្ដង remove file ហើយដើម្បី remove file បានយើងទៅសេពាក្យ rm file name មើល rm មកយើងបើក ls មើលមួយមកយើងមាន file 2 page ហើយយើងទៅសេពាក្យមក rm sl.txt យើងអត់ឃើញអីទេដឹងថាវាបាត់អត់ទេអញ្ចឹងយើងដាក់ ls មកឃើញវាបាត់អីអញ្ចឹងមួយទៀតយើងមាន rm.v file name អាហ្នឹងយើងប្រើដើម្បីដឹងដើម្បីគេបង្ហាញ message មួយថាវា success ហើយចាំមើលយើងបង្កើត file ថ្មីយើងបង្កើត file ថែមមួយនេះយើងដាក់ file នេះចូលមកវិញហើយបើកមើល ls មកយើងបង្កើត file នេះឡើងវិញហើយអញ្ចឹងយើងប្រើ message នេះមកយើងសរសេរ rm
độ ví sàn thạch nè remove sàn thạchแล้วđặt bạc LS មកក៏បាត់ដែរ clear ញ៉ៃតិចឥឡូវយើងមកដល់ទីចំណុចទី7 create folder ដើម្បី create folder បានយើងទៅសេ command simple command ហ្នឹងមក mkdir ឈ្មោះ 001 យើងមើលឲ្យឃើញទេអញ្ចឹងយើងបើក ls មកដើម្បីមើលថាយើងបានបង្កើតអត់នេះពេលយើងបើកបង្កើត folder គឺវាខុសគ្នាបន្តិចវាមានពណ៌អានេះគឺ tag ធម្មតាឥឡូវយើងមកស្គាល់ command ដើម្បីចូលទៅក្នុង file ហ្នឹងគឺដាក់ cd. ឈ្មោះ file ហើយ cd ធម្មតាឥឡូវយើងដើម្បី enter file ហ្នឹងគឺយើងដាក់មក cd. //001 យើងចូលហើយឥឡូវយើងដាក់ cd ធម្មតាមកយើងចេញពី file folder ហ្នឹងហើយដល់មកទៀតយើងដល់ចំណុចទី9គឺយើង add file into folder តែនេះយើងគឺ add អា file sort នេះ tag នេះទៅចូលទៅក្នុងនេះម្ដងអញ្ចឹងយើងទៅសេមក cp ឈ្មោះ file slash ហើយ folder name កុំច្រឡំមួយកូដនេះសោះព្រោះនេះវាមាន slash នេះទេអូខេអញ្ចឹងយើងដាក់មក cp sort.tag slash ឥឡូវបើយើងចង់ដឹងមើលយើងដាក់ ls វាអត់ដឹងទេយើងទៅសេ cd 001យើង ls ឃើញមាន tag នៅក្នុងហ្នឹងតែមកទៀតយើងមកមើលចំណុចទី10ម្ដងគឺការ remove folder វាមាន3ប្រភេទយើងមាន rmdir folder ហើយយើងថែម /v ដើម្បីបង្ហាញ folder ឥឡូវយើងទៅសេមក rmdir.v ឈ្មោះ folder យើងគឺឈ្មោះ that connection sorry អ្នកទាំងអស់គ្នាមិញយើងដល់ចំណុចទី10 remove folder ដើម្បីឥឡូវយើងមើល folder របស់យើងដាក់ cd មក001ហើយ ls ដើម្បីមើលឃើញនៅក្នុង file ហ្នឹងឥឡូវយើងចេញពីហ្នឹងចឹងមកហើយយើងទៅសេ rmdir ឈ្មោះ file folder នេះវានឹងចេញ message folder cannot be removed ដោយសារមូលហេតុដែល remove បានព្រោះយើងមាន tag នៅក្នុងហ្នឹងឥឡូវយើងនេះបានយើងប្រើ command នេះមកគឺយើង remove ទាំង folder ហើយទាំង file ក្នុងហ្នឹងមកយើងសេមក rm-rv 001វា remove ទាំងនេះហើយគេវា remove ទាំងនេះនឹងទៀតហើយចង់ដឹងថាវាបាត់អត់យើងដាក់ ls មកឃើញយើងមក001 cd យើងបាត់ cd របស់00 folder របស់យើងបាត់ហើយតែមកទៀតយើងមកមើលដល់ការមើល hardware monitor ម្ដងយើង clear វាណាអូខេឥឡូវការមើល process របស់វាមាន show process មុនដំបូងគឺ top យើងសរសេរ top ទៅទេមកហើយតែវារៀងពិបាកមើលបន្តិចវាស្អាតទេអញ្ចឹង control C មកដើម្បីចូល command ថ្មីនេះគឺយើង install htop process អាហ្នឹងសម្រាប់តែអ្នកដែលសរសេរ sudo update ហើយ sudo upgrade ហើយបើតន់ទេយើងអាចសរសេរហ្នឹងទៅហើយបានយើងសរសេរ sudo install បានឥឡូវយើងសរសេរ sudo apt update 123ចាំផ្លែទៅហើយបើយើង success ហើយយើងទៅសរសេរមកយើងដាក់ upgrade មួយទៀតយ៉ាហើយអ្នកនរគ្នាចាំផ្លែតិចទៀតទៅយើងទៅអូខេទៅតាមទៀតគឺទៅមក sudo apt install htop word ហើយយើងសរសេរ htop មកដល់នេះវាជា visual របស់វា
ជាងល្អមួយជាងមុនហើយនេះគឺជា header content ហើយយើងនេះមកវានេះចុចបានហើយតមកទៀតយើងមកមើលចំណុចទី3គឺ space អញ្ចឹងយើងដើម្បីមើលវាគឺយើងអាចដាក់ df ឬ dfa មកយើងទៅ df ឃើញកន្លែងនេះវារៀងពិបាកមើលលេខហ្នឹងអត់អាហ្នឹងដោយសារតែយើងទៅ df បើយើងដាក់ h ហ្នឹងវាងាយស្រួលអាននេះវាប្រហែលជាសាយយើងស្រួលមើលវិញតាមមកទៀតយើងមើលចំណុច RAM ម្ដង free ហើយតាមទៀតយើង free ដាក់អីនេះនៅក្បាច់វាសាយមើលពីប៊ីតតាមមកទៀតយើងមកមើល list block device ឬ storage device យើងប្រើ command នេះមកដើម្បីចូលមើលls elk នេះ storage device របស់យើងតាមមកទៀតយើងមកមើលទី6គឺការវិធី stop broadcast យើងសេខៀដក9ហ្នឹងនេះថា now ហើយ PID អីជា PID PID ហ្នឹងគឺចង់ដឹង PID យើងមកបើកមើល htop ណានេះ PID គឺជាលេខ PID ហ្នឹងគឺ PID ដែលជាលេខដែលយើងអាច stop បានแล้วបើយើងចង់stop វាแล้วយើងចង់សាកតែ stop ហើយយើងបើកមើល power យើងបើក power share មួយទៀតមកហើយយើងដាក់pin 8កំពុងរ៉ាននេះហើយគឺមានកំពុងរ៉ានហើយយើងបើកhtop ហើយយើង search នេះយើងអាចវាយ command បានតែយើងវាយដៃមកទៅគឺ pin នេះ pin 888លេខរបស់វាគឺនេះលេខ pin របស់វាហើយយើងទៅមើលមក3ហើយហើយយើងទៀតណាយើងទៅ kill .snap ហើយយើងបើកមើល command យើងណាចាត់ទេនេះវាដាក់ kill វាបញ្ចប់ command ហ្នឹងយកមកហើយមួយទៀតគឺយើងចំណុចcommand ចុងក្រោយគឺ reboot server យើងប្រើ sudo shutdown តែយើងថែម-r ហើយ now ណា sudo shutdown -r now ពេលយើងវាយហ្នឹង visual នេះនឹងវា restart របស់វាហ្នឹងបាទតែហើយនៅពេលយើងដាច់ស្បែកផ្កាយអីហ្នឹងនឹងប្រើហ្នឹងហើយយើងវីដេអូនេះចាប់ប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា